ថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីវិធីក្នុងការ save file នៅក្នុងកម្មវិធី Illustrator ដែលយើងចែកចេញជាពីរធំៗទីមួយនេះគឺយើង save ជា file Illustrator គេហៅថា file AI file Illustrator ហ្នឹងមានថាយើង save ហើយយើងអាចយកវាមកកែកុនធ្វើវានៅពេលក្រោយទៀតបានករណីយើងការងារយើងធ្វើអត់ទាន់ចប់ហើយមួយទៀតហ្នឹងគឺយើង save វាទៅជា file ផ្សេងៗដូចជា file JPEG file PNG file Flash file Photoshop ជាដើមហើយវិធីសាស្ត្រក្នុងការ save ហ្នឹងគឺខុសគ្នាវិធីសាស្ត្រក្នុងការ save ជា file AI file Illustrator ហ្នឹងគឺវាងាយស្រួលទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ save វាដែលគេហៅថា export ជា file អីផ្សេងនោះគឺវាមានលក្ខណៈខុសគ្នាអញ្ចឹងខ្ញុំសូមបង្ហាញឥឡូវនេះអញ្ចឹងទីមួយខ្ញុំសូមធ្វើការ design ទៅលើការងាររបស់ខ្ញុំឧទាហរណ៍ខ្ញុំធ្វើអីមួយនៅលើនោះទៅបន្តមកទៀតខ្ញុំនឹងធ្វើការ save file នឹងទុកឧទាហរណ៍ទៅអូខេតែថ្ងៃខ្ញុំម៉ណេះខ្ញុំសូម save វាទុកទីមួយនេះគឺខ្ញុំសូម save ជាលក្ខណៈ file AI អញ្ចឹងដំបូងខ្ញុំត្រូវចូលលើ file ដូចពាក្យ save ឬក៏ save as ករណីឯកសារនេះគឺថ្មីខ្ញុំអាចយក save ក៏បាន save as ក៏បាន save ហ្នឹងគឺករណីយើង save ឯកសារម្ដងហើយយើងចង់ save វាជាន់ពីលើទៀតហើយបើ save as ហ្នឹងគឺករណី save ថ្មី save ឈ្មោះថ្មីហ្មងអញ្ចឹងខ្ញុំសុំ save ឬក៏យើងអាចចុច console cut ទៅគឺ control C S អញ្ចឹងទៅខ្ញុំសុំ save ហើយខ្ញុំសុំរើសទីតាំងដែលខ្ញុំត្រូវដាក់ហើយខ្ញុំសុំរើសទីតាំងដែលខ្ញុំត្រូវដាក់អូខេខ្ញុំនឹងដាក់នៅក្នុងនេះខ្ញុំដាក់ឈ្មោះរបស់វាអញ្ចឹងថ្ងៃនេះគឺដាក់ឈ្មោះខ្ញុំសូមដាក់ឈ្មោះថា save file in អានេះឈ្មោះនេះយើងដាក់ច្បាក់ដាក់អីក៏បានដែរឈ្មោះហ្នឹងសាច់ចិត្តយើងទេបន្តមកទៀតនេះវានឹងជា default file ហើយគឺ file AI ក្នុងនោះមាន file PDF មានអីច្រើនទៀតប៉ុន្តែជាទូទៅយើង save ជា file AI វានឹង load default យើងស្រាប់អញ្ចឹងខ្ញុំសូមចុច save អូខេបន្ទាប់ពី save រួចហើយយើងអាចចេញផ្ទាំងមួយមកយើងមើលហើយយើងនឹងរើសទៅតាម option ដែលវាកំណត់ទីមួយនេះគឺទៅនឹង version វាអាចមាន version ក្រោមពីហ្នឹងទៅមានន័យថា version CSS ហ្នឹងបើមិនជាយើងយកទៅបើកនៅក្នុង version ដែលទាបជាង CSS គឺវាអាចមានបញ្ហា error file ណាមួយអញ្ចឹងយើងអាច save ទៅលាក់ version ទៅតាមកិច្ចការងារជាក់ស្ដែងរបស់យើងហើយខ្ញុំសូមយក version CSS ទៅដែរហើយនេះតើតើនឹងកាលនេះយើងមិនបាច់រើសអីទេ create file PDF ក៏យើងមិនបាច់ដែរយើងអាចដោះវាចោលក៏បានហើយខ្ញុំសូម click save បន្ទាប់ពី save ហើយយើងអាចទៅមើលកិច្ចការងារអ្វីដែលយើងបាន save មិញបានខ្ញុំសូមត្រឡប់ទៅមើល file ដែលខ្ញុំបាន save មិញគឺនៅក្នុងនេះ save file in Illustrator អញ្ចឹងខ្ញុំសូមបិទ file ចាស់ខ្ញុំអូខេហើយខ្ញុំនឹងបើក click លើវាវិញមកអូខេនេះកិច្ចការងាររបស់ខ្ញុំអញ្ចឹងខ្ញុំអាចធ្វើកិច្ចការងារតទៅទៀតបានហើយចំណុចទី2នោះគឺការ save file ហ្នឹងគឺទី file រូបភាពគេហៅថា file JPEG ឬក៏ file PNG ឬក៏ប្រភេទ file ផ្សេងដែលជាលក្ខណៈ file មិនអាចធ្វើការកែប្រែបានអញ្ចឹងខ្ញុំសូមធ្វើការ save វា file ហើយគេមានពាក្យថា export សម្រាប់យើង export ចេញជា file ផ្សេងសូម click អូខេខ្ញុំនឹងទុក file export នៅក្នុងដូចគ្នាហើយខ្ញុំសូមដាក់ឈ្មោះដូចគ្នាហើយខាងក្រោមនេះគឺគេដាក់ឈ្មោះហើយនេះគឺយើងត្រូវរើសប្រភេទ file ដូចក្នុងនេះមិនអញ្ចឹងវាមាន PNG Photoshop JPEG ឲ្យយើងរើសអញ្ចឹងខ្ញុំសូមរើសយក PNG ហើយកន្លែងនេះគឺជាចំណុចសំខាន់មួយដែរនៅពេលដែលយើង tick នៅលើនេះមានន័យថាកិច្ចការងាររបស់យើងវានឹងកំណត់ព្រំដែនទៅលើ border មានន័យថាផ្ទាំងadd board ដែលយើងមាននៅលើ photo Illustrator ហ្នឹងប៉ុន្តែបើយើងអត់ tick ទេគឺវាជាប់ទាំងអស់ហ្មងអញ្ចឹងករណីខ្ញុំសូម tick ហើយខ្ញុំនឹងបញ្ចូលនៅក្រោយទៀតខ្ញុំសូម save អូខេនេះគឺជាទំហំនៃភាពច្បាស់ឬមិនច្បាស់របស់រូបថតកិច្ចការរបស់យើងបើយើងយក low ទៅគឺវា file ទូចប៉ុន្តែវាមិនសូវច្បាស់ទេបើយើងយក medium high maximum នោះគឺវាច្បាស់ទៅតាមហ្នឹងតែទំហំវាគឺធំទៅតាមហ្នឹងនេះគឺជាតើតើនឹងការ save ប្រភេទ resolution ហើយខាងក្រោមនេះគឺតើតើនឹងពណ៌មាន RGB magenta grayscale អញ្ចឹងទៅ
RGB ហ្នឹងគឺពណ៌ធម្មជាតិហើយមិន CMYK ហ្នឹងអាហ្នឹងគេយកទៅបោះពុំឬម៉ាស៊ីនធំហើយខាងក្រោមនេះគឺ gray scale ហ្នឹងគឺលក្ខណៈជាពណ៌ត្នោតគេហៅពណ៌ត្នោតអញ្ចឹងទោះបីជា color មិនក៏ដោយយើង save ទៅជាពណ៌ត្នោតតែមួយឯងអូខេហើយខាងក្រោមនេះគឺតកតទៅនឹង format អីផ្សេងយើងអាច skip វាបានយើងសុំចុច save ខ្ញុំសុំរើសយក medium ទៅកុំឲ្យវា save យឺតខ្ញុំអូខេបន្ទាប់ពី save ចោលខ្ញុំនឹងទៅមើល file ខ្ញុំវិញដូចគ្នាអូខេនេះ file នេះគឺ file AI ហើយ file នេះគឺជា file JPEG អញ្ចឹងករណី file JPEG ហ្នឹងយើងចុចលើវាមកគឺវាអត់មានអីទេគឺជាប្រភេទ file ដែលយើងមិនអាចកែប្រែបានអញ្ចឹងរបៀប save file នៅក្នុង Illustrator គឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹង